រឿងផាក់ឡូវនេះមួយបងប្អូននិយាយមែនទែនទៅអត់សូវបានធ្វើទេយូរបានធ្វើម្ដងតតអ្នកផ្ទះហ្នឹងចង់ញ៉ាំខ្លាំងណាស់បានធ្វើឲ្យញ៉ាំហើយបើថាធ្វើម្ដងវិញគឺថាញ៉ាំម្ដងឆ្អែតពីរខែអញ្ចឹងទៅព្រោះធ្វើច្រើនណាបងប្អូនធ្វើញ៉ាំឲ្យឆ្អែតតែម្ដងណាមិនធ្វើតិចទេពេលអញ្ចឹងហើយយើងឆ្អែតបានយូរមិនថាញ៉ាំមិនកើតហើយឆ្អែតទេណាបងប្អូនឆ្ងាញ់ហើយប៉ុន្តែយូរញ៉ាំម្ដងយើងធ្វើញ៉ាំឲ្យឆ្អែតចឹងទៅអញ្ចឹងថ្ងៃនេះក៏ឆ្លៀតបង្ហាញបងប្អូនពីរបៀបធ្វើផាក់ឡូវរបស់ខ្ញុំហើយផាក់ឡូវយើងអត់មានគ្រឿងអីច្រើនទេបងប្អូនគ្រឿងផាក់ឡូវយើងនឹងឯងបងប្អូនមើលតាមនឹងទៅគ្រឿងជាងយកមកបំពងតិចសិនមកបងប្អូនសម្រាប់សាច់ជ្រូកវិញបងប្អូនខ្ញុំប្រើច្រើនមុខថ្ងៃនេះហើយដំបូងយើងលីងស្ករត្នោតតិចសិនមកបានយើងដាក់គ្រឿងផ្សេងចូលបងប្អូនអត់ចោលទេណាបងប្អូនរឿងកាពះពោះវៀនអីហ្នឹងហើយទឹកត្រចៀកអីហ្នឹងយើងដាក់មកថ្ងៃនេះធ្វើច្រើនណាបងប្អូនឲ្យឡងហៀផ្ទះតែម្ដងហើយពេលយើងធ្វើច្រើនបែបហ្នឹងបងប្អូនគឺថាស្មានឆ្នាំងលេងត្រូវទៀតហើយខ្ញុំថ្ងៃហ្នឹងគេហៅថាដាក់ចង្ក្រានអត់ប្រមាណឆ្នាំងទៀតហើយនិយាយពីដាក់ទៅពេញផ្ទះខ្លាំងពេកដល់ពេលកូរចុះកូរឡើងមើលទៅកូរមិនកើតទេកូនអើយដូរឆ្នាំងមកដូរដាក់ឆ្នាំងធំដែរហើយបងប្អូនឃើញមានសពគ្រប់ទាំងអស់មានតាំងពីស្លឹកត្រចៀកមានតាំងពីរំពេងមានតាំងពីអណ្ដាតកាពះពោះវៀនគឺថាមានទាំងអស់ចំមោះអីហ្នឹងនិយាយទៅគ្រឿងផាក់ឡូវហ្នឹងឯងបងប្អូនមកមានទាំងអស់ហើយបងប្អូនឃើញពិបាកមែនទែនពេលយើងដាក់ចូលអញ្ចឹងហើយឃើញបងខ្ញុំដាក់គ្រឿងចូលអញ្ចឹងមកហើយអត់ចោលទេណាបងប្អូនស្លឹកខ្ទឹមនឹងវ៉ាន់ស៊ុយហ្នឹងគឺថាយើងដាក់មកឲ្យមានក្លិនឈ្ងុយបន្ទាប់ពីគ្របបន្តិចហើយបងប្អូនទៅញ៉ាំតែបន្តិចសិនតែញ៉ាំសាឯណាបងប្អូនដោយសារឃើញគេលក់តែត្រួយម្លិះហើយខ្ញុំចូលចិត្តញ៉ាំតែត្រួយម្លិះហ្នឹងវាមានក្លិនក្អូបបងប្អូនឲ្យខ្ញុំស្មានតែនឹងឆ្ងាញ់មានក្លិនម្លិះផ្កាម្លិះឈ្ងុយអីចឹងណាក៏ខំប្រឹងយកមកទិញហើយយកមកឆុងញ៉ាំសាញ៉ាំហើយវាអត់មានក្លិនម្លិះទេបងប្អូនហើយបើសិនជាបងប្អូនមានស្គាល់អ្នកណាគេលក់តែក្លិនម្លិះអីមើលជួយប្រាប់ផងឲ្យមានក្លិនឈ្ងុយឆ្ងាញ់ចឹងចូលចិត្តមែនទែនប៉ុន្តែទិញអត់ដែរប៉ះឥឡូវនេះយើងដូរឆ្នាំងហើយបងប្អូននេះដូរដាក់ឆ្នាំងធំចឹងមកតំណងមែនទែនហើយច្រើនណាបងប្អូនចាប់ដើមដាក់ទឹកចូលចឹងមកហើយយើងគ្របទុកហើយសម្រាប់ផាក់ឡូវយើងបងប្អូនយើងធ្វើញ៉ាំបែបនេះយើងអត់ប្រើល័ក្ខអញ្ចឹងពណ៌ធម្មជាតិបងប្អូនឃើញពណ៌ធម្មជាតិគឺបានតែពណ៌ប៉ុណ្្នឹងឯងវាអត់មានពណ៌ណាដិតខ្លាំងជាងនឹងទេប៉ុន្តែនិយាយពីរសជាតិវិញបងប្អូនរសជាតិឆ្ងាញ់ហើយយើងបានលាងស្អាតផងបងប្អូនដូចជាពវៀនដូចជាអីចឹងយើងលាងសម្អាតបានស្អាតពវៀនកាពះហ្នឹងគឺប្រើប្របាក់លាងមែនទែនបើយើងសម្អាតអត់បានស្អាតល្អទេវាមានក្លិនឥឡូវនេះឆ្អិនហើយបងប្អូនមើលទៅតំណងមែនទែនហើយចាននេះដាក់បានតែបន្តិចទេណាដាក់អត់បានពេញអស់ទេបងប្អូនអញ្ចឹងយកចង្ដៃមកដាក់ថែមនិយាយទៅច្រើនមែនទែនញ៉ាំពីរបីផ្ទះដោយសារអីយូរធ្វើម្ដងយើងធ្វើឲ្យច្រើនយើងទៅចែកគ្នាញ៉ាំហើយឥឡូវហ្នឹងមកវីអូចេះបងប្អូនឲ្យក្មេងៗឃើញហើយថាអូចង់ញ៉ាំទៀតណាម៉ាក់អើយចង់ទៅធ្វើញ៉ាំទៀតហើយទៅខ្ញុំថាចេះអូនមិនធ្វើទៀតទេខ្ជិលណាស់ចាំយូរបន្តិចទៀតចាំធ្វើញ៉ាំម្ដងទៀតតែប៉ុណ្ណេះបងប្អូនយើងថែមជាមួយទឹកជ្រលក់សៀងមកគឺថាឆ្ងាញ់តែម្ដងហើយអត់បានបង្ហាញបងប្អូនពីរបៀបធ្វើទឹកជ្រលក់ទេដោយសារអីថតបានតែប៉ុណ្្នឹងហើយទឹកជ្រលក់សៀងបើសិនជាបងប្អូនចង់ដឹងតែខ្ញុំធ្វើបែបណាចាប់បងប្អូនតាមដាននៅវីដេអូក្រោយកុំភ្លេច follow page ខ្ញុំទាំងអស់គ្នាណា